ខ្ញុំអត់នឹកស្មានថាពុកម៉ែបងប្អូននឹងគាត់ចាប់អារម្មណ៍វីដេអូខ្លីនឹងហើយវីដេអូខ្លីដែលខ្ញុំថតពីថ្មពណ៌នឹងហើយមានបងប្អូនខ្លះក៏គាត់ឆាតមកសុំទិញនឹងហើយសុំសួរថាថ្មនឹងនៅមានច្រើនអត់ចង់ទិញចង់អីចឹងតែមានអ្នកខ្លះក៏ឆាតមករកទិញខ្ញុំដែរនឹងហើយមានបងប្អូនមួយចំនួនគាត់ថាថ្មនឹងខ្ញុំបាញ់ថ្នាំបាញ់អីតែពិតទៅថ្មនឹងគឺអត់បាញ់ថ្នាំទេយើងនឹងស្រាប់ហើយនៅតំបន់រ៉ែមាសគឺថ្មពណ៌ថ្មប្រភេទចម្លែកគឺវាមានច្រើនប្រភេទនឹងហើយប៉ុន្តែគាត់ថាវាអត់មានច្រើនវាមានដោយកន្លែងមានដោយតំបន់អញ្ចឹងណាប៉ុន្តែខ្ញុំសូមបញ្ជាក់ប្រាប់តិចនៅសល់ត្រឹមតែវីដេអូទេនឹងហើយដោយសារតែវីដេអូនេះគឺខ្ញុំថតទុកប្រហែលជាជិត2ឆ្នាំហើយនឹងហើយដោយសារវីដេអូនេះខ្ញុំថតទុកទេពីព្រោះកាលមុនហ្នឹងខ្ញុំធ្លាប់ដើរធ្វើវីដេអូកាលពីជិត2ឆ្នាំមកខ្ញុំដើរធ្វើវីដេអូថតដើម្បីបង្ហាញនៅតាម page ប៉ុន្តែពេលដែលខ្ញុំថតទៅហើយ page ខ្ញុំក៏វាខូចហ្នឹងហើយវាខូចទៅក៏ខ្ញុំចាប់ផ្ដើមបោះបង់ការថតធ្វើវីដេអូនឹង page ហ្នឹងប្រហែលជាមួយឆ្នាំជាងជិត2ឆ្នាំហើយប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមមកលេង page វិញប៉ុន្តែឥឡូវនេះគឺខ្ញុំបង្កើត page មួយទៀតនឹងហើយអញ្ចឹងទៅវីដេអូហ្នឹងគឺខ្ញុំថតទុក2ឆ្នាំហើយអញ្ចឹងវីដេអូចាស់វានៅច្រើននៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹងទៅខ្ញុំក៏បើកទៅឃើញក៏យកទៅផុសលេងទៅពេលយកទៅផុសទៅមានបងប្អូនក៏ចាប់អារម្មណ៍ពីថ្មហ្នឹងណាហើយយើងសូមបញ្ជាក់ថាថ្មហ្នឹងគឺអត់បាញ់ថ្នាំទេហ្នឹងហើយគឺជាថ្មធម្មជាតិហ្នឹងហើយគ្រាន់តែថាថ្មហ្នឹងគឺឥឡូវខ្ញុំអត់ដឹងថាបាត់ឬក៏នៅទេហ្នឹងហើយដោយសារតែវីដេអូហ្នឹងគឺខ្ញុំគ្រាន់តែថតឲ្យមើលទេពីព្រោះការខ្ញុំទៅហ្នឹងគឺខ្ញុំដើរររ៉ែហ្នឹងហើយដើររមាសអញ្ចឹងខ្ញុំចាប់អារម្មណ៍តែរ៉ែមាសទេអញ្ចឹងអាថ្មអញ្ចឹងគឺខ្ញុំបានត្រឹមតែថតជាវីដេអូទេហើយកាលមុនហ្នឹងក៏ខ្ញុំធ្លាប់យកបានមួយដុំតូចដែរខ្ញុំយកមកកន្លែងខ្ញុំតែទៅពេលខ្ញុំរើរោងចុះឡើងទៅអត់ដឹងថាបាត់ទៅណាហ្នឹងហើយចាំមើលបើសិនជាមានពេលហ្នឹងហើយចាំខ្ញុំឡើងទៅលើភ្នំម្ដងទៀតខ្ញុំទៅមើលកន្លែងដែលខ្ញុំថតថ្មហ្នឹងហើយមិនដឹងថាវាបាត់ឬក៏នៅទេប៉ុន្តែចាំរងចាំមើលទាំងអស់គ្នាចាំពេលខ្ញុំទៅមើលកន្លែងហ្នឹងថាវានៅអត់បើសិនជានៅចាំខ្ញុំថតហ្នឹងហើយចាំខ្ញុំថតឲ្យពុកម៉ែបងប្អូនអស់គ្នាមើលប៉ុន្តែសូមបញ្ជាក់ថ្មនឹងមិនមែនបាញ់ថ្នាំទេនឹងហើយថ្មនឹងគឺពណ៌វាអញ្ចឹងបដ ாய் គ្រាន់តែខ្ញុំថតហើយគឺខ្ញុំយកវាមក edit បន្តិចទេហ្នឹងហើយថ្មវាគឺពណ៌បែបហ្នឹងឯងគ្រាន់តែខ្ញុំ edit វាបន្តិចអញ្ចឹងណាហ្នឹងហើយគឺអត់មានបាញ់ថ្នាំបាញ់អីទេហើយកន្លែងដែលខ្ញុំដើរទៅវាជួបថ្មហ្នឹងបងប្អូនអរគ្នាហ្នឹងហើយកន្លែងដែលគេកាយរ៉ែកាយអីអញ្ចឹងណាហ្នឹងហើយខ្ញុំក៏អត់ដឹងថាឥឡូវថ្មហ្នឹងវានៅក៏មិននៅដែរចាំមើលបើសិនជាមានពេលហ្នឹងហើយចាំខ្ញុំទៅឡើងទៅមើលម្ដងទៀតប៉ុន្តែគាត់ថាឥឡូវហ្នឹងគឺវាពិបាកបងប្អូនអរគ្នាវារៀងឆ្ងាយណាស់កន្លែងហ្នឹងគឺវាឆ្ងាយហើយភ្នំវារៀងខ្ពស់ដែរអញ្ចឹងណាអញ្ចឹងបើសិនជាមានពេលចាំខ្ញុំទៅថតមើល